ការព្យាបាលជំងឺលើឈាមមានធាតុផ្សំពីរសំខាន់ទី1គឺធ្វើរបបអាហារនិងលំហាត់ប្រាណទី2គឺការប្រើប្រាស់ថ្នាំការធ្វើរបបអាហារនិងលំហាត់ប្រាណក្នុងករណីដែលអ្នកជំងឺលើឈាមនៅក្នុងកម្រិតតិចវាអង់គ្លេសហៅ mild ហើយគាត់មិនប៉ះពាល់ទៅលើសរីរាង្គផ្សេងៗដូចជាបេះដូងតម្រងនោមខួរក្បាលឬសរសៃឈាមផ្សេងៗដូច្នេះគ្រូពេទ្យអាចណែនាំឲ្យអ្នកជំងឺធ្វើលំហាត់ប្រាណនិងធ្វើរបបអាហាររយៈពេល3ខែសិនបើសិនជាការធ្វើរបបអាហារនិងលំហាត់ប្រាណគ្រប់គ្រងសម្ពាធឈាមបានល្អដូច្នេះគាត់មិនបាច់ប្រើប្រាស់ថ្នាំលើឈាមទេក្នុងករណីខ្លះសម្ពាធឈាមគាត់មកខ្ពស់ខ្លាំងដូចហើយមានប៉ះពាល់ទៅលើសរីរាង្គផ្សេងៗដូចជាបេះដូងតម្រងនោមឬក៏ខួរក្បាលគ្រូពេទ្យណែនាំឲ្យគាត់ប្រើប្រាស់ថ្នាំជាមួយនឹងរបបអាហារនិងលំហាត់ប្រាណក្នុងករណីដែលធ្វើរបបអាហារនិងលំហាត់ប្រាណមកឈាមមកធម្មតាហើយគាត់ក៏ត្រូវប្រើប្រាស់ថ្នាំលើឈាមដែរព្រោះគាត់ប៉ះពាល់ទៅលើសរីរាង្គផ្សេងៗដែលដូចបានរៀបរាប់ខាងលើដែលត្រូវប្រើប្រាស់ថ្នាំជាប់ជាប្រចាំបង្ការកុំឲ្យមានការវិវត្តធ្ងន់ធ្ងរនៃជំងឺបេះដូងតម្រងនោមនិងខួរក្បាល